បងទាកូនជាមួយនឹងដុំស៊ុបស៊ីឆាន់ចាតោះបងបានមកអរគ្នាយើងមកសាកធ្វើជាមួយនឹងបងទាកូនស៊ីឆាន់អរគ្នាធ្លាប់តែឃើញគេធ្វើចាឥឡូវគឺមកសាកខ្លួនឯងមើលថាតើរសជាតិវាបែបណាដែរចាឥឡូវគឺយើងមកដាក់ទឹកលាងបងទាឲ្យស្អាតមកបងទាគឺយើងត្រូវការដុសវាស្អាតតែម្ដងចាព្រោះដោយសារតែយើងត្រូវទៅយកដាក់នៅក្នុងទឹកស៊ីឆាន់ហ្នឹងទឹកហ្នឹងគឺយើងញ៉ាំបានដែរអញ្ចឹងណាបងអញ្ចឹងគឺខ្ញុំមកដុសវាឲ្យស្អាតបន្តិចចាមុំតដោះឲ្យវាយូរដែរច្រើនដែរអញ្ចឹងណាបងឥឡូវគឺយើងលាងឲ្យរួចរាល់យើងលើកមកដាក់កញ្ឆេងទុកវាមួយឡៃសិនមកហើយយើងទៅធ្វើគ្រឿងផ្សំផ្សេងទៀតដូចជាបេះជីចាមួយមុខនេះគឺមានគ្នាច្រើនខ្លាំងមែនតែនមានបងជួយបេះជីផងជួយលាងផងចានិយាយទៅអត់ពិបាកធ្វើអីបងមុខនឹងគឺងាយស្រួលធ្វើតែយើងជួយគ្នាម្ដាយមកយើងទៅឆាប់ហើយយើងគ្រាន់តែដាក់ពងទាស្ងោរដាក់អីបេះជីបេះអីដូចស្ងោរពងទាធម្មតាអញ្ចឹងចាហើយងាកមកមើលខាងនេះវិញបងថ្លៃខ្ញុំគឺគាត់កំពុងតែធ្វើជាមួយនឹងខ្ទឹមជ្រក់និយាយទៅគឺយកមានគម្រោងទេធ្វើកាត់ចាគាត់ត្រាំជាមួយនឹងទឹកកកគាត់ថាដើម្បីឲ្យត្រជាក់ព្រោះខ្ញុំអត់ចេះធ្វើដែរហ្នឹងចាហើយជាមួយនឹងម្ទេសយើងអត់មានម្ទេសត្រាំអញ្ចឹងគាត់ស្ងោរវាឲ្យផុយសិនចាំយកមកកច្រាមអញ្ចឹងណាចាហើយដាក់ជាមួយនឹងគ្រឿងស្ករប៊ីចេងរ៉ូឌីអីតាមហ្នឹងទៅព្រោះខ្ញុំអត់ស្គាល់បានថតទេចាព្រោះច្រើនកន្លែងពេកបងគាត់ជួយធ្វើអ្នកតិចទៅអត់សូវបានថតគ្រប់កន្លែងចាឥឡូវគឺយើងមកកាប់ដូងចាក់ទឹកដូងដាក់ស្ងោរជាមួយនឹងពងទាយើងចំពោះពងទាគឺខ្ញុំស្ងោរឲ្យម្ដងហើយបងខ្ញុំស្ងោរដាក់ជាមួយនឹងលឹកគ្រៃស្លឹកក្រូចនិងម្ដេងអញ្ចឹងណាចាឥឡូវគឺយើងមកដាំទឹកជាមួយនឹងស៊ីឆាន់ហ្នឹងគឺល្មមមកពុះហើយយើងមកដាក់ជាមួយនឹងពងទាចាពងទាដែលយើងស្ងោរឲ្យម្ដងហ្នឹងគឺយើងលើកមកហើយយើងធ្វើការកូសវាចាកូសវាឲ្យបែកដើម្បីវាចូលជាតិអញ្ចឹងណាចានិយាយទៅគឺមានអីពិបាកឯងបងតែប៉ុណ្្នឹងហើយទេចាឥឡូវគឺយើងចាក់ពងទាយើងដាក់ចូលអស់មកចាហើយយើងទុកវាមកពុះទៅនិយាយទៅគឺស្រួលខ្លាំងមែនតែនហើយចំពោះរសជាតិវិញគឺឲ្យអួយហ្មងចាហើយជាមួយនឹងពោតប្រាំងនេះគឺខ្ញុំបេះមកដាក់ចូលក្នុងនឹងដែរទៅចាកុំឲ្យខាតឃើញតំណងដែរឥឡូវគឺយើងហើយណាចាយើងមកភ្លក់ទាំងអស់គ្នាបងមកមើលជាមួយនឹង feedback បងខ្ញុំគាត់ភ្លក់ទាំងអស់គ្នាថារសជាតិបែបណាដែរចាតែប៉ុណ្្នឹងនិយាយទៅគឺលឿនងាយអត់មានកម្រងអញ្ចឹងណាបងអញ្ចឹងគាត់បានរៀបចំអីឲ្យស្រួលបួលដែរចាចឹងឥឡូវយើងដល់វគ្គភ្លក់ឯចាមកមើលមាត់បងខ្ញុំគាត់ភ្លក់ទាំងអស់គ្នាចាមើលតែមាត់ទៅគឺដឹងឯថារសជាតិគឺបែបណាពេលធ្វើគាត់ថាងមើលទៅចាញ់ស្ងោរទេថាទៅហូបកាទេព្រោះថាអត់សូវចិត្តអាដុំស៊ុបស៊ីឆាន់នឹងចាតែដល់ពេលយើងដាក់ស្ងោរមួយទឹកដូងទៅគឺឆ្ងាញ់បងរសជាតិវាគឺផ្អែមចិញ្ជាតិពីទឹកដូងវាអត់ធ្វើឲ្យហាងទេនិយាយទៅដាក់មកអស់តែម្ដងមើលតែមាត់គឺតំណងខ្លាំងមែនតែនមកមុខនេះងាយហើយរសជាតិក៏ឆ្ងាញ់ទៀតជាតិហ្មងនិយាយទៅឲ្យ10លើ10ហ្មងញ៉ាំហើយគឺឲ្យមេដៃហ្មងសម្រាប់ទៅសវៈក៏អត់បោះទៅណាឆ្ងាយដែរចាគឺមានអាគីនៅចាំទទួលនៅខាងក្រោមនឹងតែម្ដងហើយយើងក៏លេចមកមើលបរោះម្នាក់នេះវិញគឺដែរចេះញ៉ាំទេឥឡូវគឺចេះញ៉ាំស៊ីឆាន់គេដែរអីណាចឹងណាចាវីដេអូយើងគឺអស់ចប់ត្រឹមតែប៉ុណ្្នឹងណាបងអរគុណជំរាបលា